ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកមុខម្ហូបមួយមុខដែលមានឈ្មោះថាមាន់ឆាម្រះព្រៅតើមានគ្រឿងផ្សំអ្វីខ្លះសូមទស្សនាទាំងអស់គ្នា I thought our love was as solid as a stone but now you're gone and I'm here all alone ជាដំបូងយើងយកគល់ស្លឹកគ្រៃ 3-4 ដើមកាត់វាឲ្យខ្លីៗហើយដំវាឲ្យទូក and down that country road រំដេង 3 ដុំតូចៗល្មមដំឲ្យបែក but like a sun ខ្ទឹមក្រហមចំនួន 1 មើម up and disappear leaving me drowning in this river full of tears you were my everything ទាំងនេះគឺជាគ្រឿងសម្រាប់ឆាមានស្លឹកម្រះព្រៅខ្ទឹមសខ្ទឹមក្រហមគល់ស្លឹកគ្រៃរំដេងម្ទេសស្លឹកក្រូចសើចនិងមាន់មួយចំហៀងចំពោះមាន់គឺយើងធ្វើការកាត់ជាដុំតូចៗ I thought our love was as solid as a stone but now you're gone and I'm here all alone we used to walk hand in hand down that country road talking about the future watching our love unfold បន្ទាប់ពីគ្រឿងយើងបានរៀបចំរួចរាល់អស់ហើយយើងទៅធ្វើការចំអិនជាដំបូងដាក់ខ្ទះឲ្យក្តៅបន្ទាប់ពីខ្ទះក្តៅយើងប្រើប្រេងក្នុងបរិមាណល្មមបន្ទាប់មកទៀតយើងដាក់គល់ស្លឹកគ្រៃម្ទេសរំដេងខ្ទឹមសខ្ទឹមក្រហមស្លឹកក្រូចយើងត្រូវឆាគ្រឿងទាំងនោះឲ្យឈ្ងុយសិន There's a sadness in the wind that starts to blow I thought our love was as solid as a stone but now you're gone បន្ទាប់ពីធំក្លិនឈ្ងុយហើយយើងដួសគ្រឿងទាំងនោះទុកមួយឡែកសិនជាបន្ទាប់មកទៀតយើងមកធ្វើការរំលីងខ្ទឹមសឲ្យឡើងឈ្ងុយបន្ទាប់ពីខ្ទឹមសឈ្ងុយហើយចាក់សាច់មាន់ចូលឆាចុះឆាឡើងឲ្យរាងស្ងួតទឹកបន្តិចបន្ទាប់មកទៀតយើងធ្វើការដាក់គ្រឿងដោយប្រើទឹកត្រីចំនួន1ស្លាបព្រាបាយអំបិលបន្តិចស្ករសម្សៅស៊ុប full of tears you were my everything យើងធ្វើការឆាត្រឡប់ចុះត្រឡប់ឡើងដើម្បីឲ្យសាច់នោះបានឆ្អិនល្អនៅកំឡុងពេលដែលសាច់យើងកំពុងតែដាក់ចម្អិនយើងមកធ្វើការបកសណ្តែកដីចំពោះសណ្តែកដីយើងប្រើចំនួន50 ក្រាមសណ្តែកដីគឺយើងយកសណ្តែកដីដែលថ្មីមកធ្វើបើបងប្អូនយកសណ្តែកដីចាស់មកធ្វើវាធំខាវាធ្វើឲ្យម្ហូបយើងញ៉ាំអត់ឆ្ងាញ់ I'm here all alone we used to walk hand in hand down that country road បន្ទាប់ពីសាច់យើងបានឆាឆ្អិនហើយយើងយកស្លឹកម្រះព្រៅមកដាក់ចូលនិងគ្រឿងដែលយើងបានឆាទុកមួយឡែកមកចាក់បញ្ចូលគ្នាមុខម្ហូបមួយមុខនេះគឺងាយស្រួលធ្វើហើយងាយហើយក៏មិនពិបាកក្នុងការស្វែងរកទិញគ្រឿងផ្សំផងដែរឆាត្រឡប់ចុះត្រឡប់ឡើងដើម្បីឲ្យគ្រឿងទាំងនោះបានចូលជាតិបន្ទាប់មកទៀតយើងធ្វើការភ្លក្សរសជាតិដោយសារតែរសជាតិរាងស្ទើរផ្អែមយើងបន្ថែមស្ករសជាចុងក្រោយដាក់ជាមួយនឹងសណ្តែកដីជាការស្រេចហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាពីដើមទីរហូតដល់ទីបញ្ចប់ឥឡូវមុខម្ហូបមួយមុខនេះបានឆ្អិនរួចរាល់អស់ហើយយើងធ្វើការរៀបចំដួសដាក់ចានដើម្បីញ៉ាំទាំងអស់គ្នាចំពោះបងប្អូនដែលមានចម្ងល់ទាក់ទងនឹងការធ្វើសូមខមមិននៅខាងក្រោមវីដេអូយើងខ្ញុំនឹងទទួលស្វាគមន៍រាល់ខមមិនរបស់បងប្អូនហើយក៏សូមអធិស្ឋាននៅរាល់ចំណុចដែលខ្វះខាត You're watching our love unfold but like a summer storm you just up and disappear leaving me drowning in this river full of tears you were my everything my heart and soul but now I'm left with an empty hole I never thought
ចំពោះរសជាតិវិញគឺល្មមឆ្ងាញ់អរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានទស្សនាកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាជួបគ្នានៅវីដេអូថ្មីបន្តទៀតអរគុណជម្រាបលាសុខសប្បាយទាំងអស់គ្នា Love was as solid as a stone, but now you're gone and I'm here all